បាទសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកតាមដានព័ត៌មានថ្មីជាមួយនឹងខ្ញុំបាទ S New បន្តទៀតបាទទាក់ទងជាមួយនឹងព័ត៌មានក្រៅប្រទេសថ្ងៃនេះរុស្ស៊ីរៀបគម្រោងវាយប្រហារបណ្ដាញរោងចក្រអ៊ុយក្រែនដែលធំបំផុតនៅអឺរ៉ុបបាទនេះគឺរុស្ស៊ីបាននឹងមានគម្រោងចង់កំទេចរោងចក្ររបស់អ៊ុយក្រែនទៀតហើយបងប្អូនបាទភ្នាក់ងារចរកម្មនិងប្រភពរដ្ឋាភិបាលអ៊ុយក្រែនបានព្រមានអំពីការវាយប្រហាររបស់រុស្ស៊ីដែលជិតកើតមាននៅលើគោលដៅបណ្ដាញខ្សែបញ្ចូលអគ្គិសនីភ្ជាប់ទៅនឹងរោងចក្រអ៊ុយក្រែនដែលជារោងចក្រអ៊ុយក្រែនដែលធំបំផុតនៅអឺរ៉ុបបាទអញ្ចឹងរោងចក្រអ៊ុយក្រែនដែលនៅអឺរ៉ុបហ្នឹងគឺរុស្ស៊ីវាមានគម្រោងប្រុងកំទេចហើយបាទរឿងនេះកាន់តែធំទៅហើយបងប្អូនបាទភ្នាក់ងារចារកម្មនិងប្រភពរដ្ឋាភិបាលអ៊ុយក្រែនមានបានព្រមានអំពីការវាយប្រហាររបស់រុស្ស៊ីដែលជិតកើតមានលើគោលដៅបណ្ដាញខ្សែបញ្ចូលអគ្គិសនីភ្ជាប់ទៅរោងចក្រអ៊ុយក្រែនបាទរោងចក្រអ៊ុយក្រែន Zaporizhzhia ដែលជារោងចក្រអ៊ុយក្រែនដ៏ធំបំផុតនៅអឺរ៉ុបភ្នាក់ងារចរកម្មអ៊ុយក្រែនបានបញ្ជាក់ថារុស្ស៊ីកំពុងពិចារណាវាយប្រហារលើស្ថានីយអគ្គិសនីយុទ្ធសាស្ត្រដើម្បីបង្ខំឲ្យអ៊ុយក្រែនទទួលយកលក្ខខណ្ឌចុះចាញ់បាទអាងប្រទេសធំធ្វើបាបប្រទេសតូចបងប្អូនដូចសៀមធ្វើបាបខ្មែរយើងអញ្ចឹងបាទហើយសង្គ្រាមនៅរុស្ស៊ីអ៊ុយក្រែននិងរុស្ស៊ីបងប្អូនមិនងាយចប់ទេរាប់សតវត្សមកហើយបាទរាប់ឆ្នាំមកហើយបាទដូច6 7ឆ្នាំម្ដងបងប្អូនតែអ៊ុយក្រែនប្រទេសតូចទេតែរុស្ស៊ីយកអត់ទាន់បានទេបងប្អូនព្រោះអ៊ុយក្រែនស៊ូស្លាប់ក៏មិនបាត់បង់ជាតិបាទទោះបីជាអ៊ុយក្រែនទាំង6ត្រូវបានបិទជាបណ្ដោះអាសន្ននិងមិនបានផលិតថាមពលក៏ដោយក៏រោងចក្រនេះនៅតែត្រូវការផ្គត់ផ្គង់អគ្គិសនីពីខាងក្រៅជាប្រចាំដើម្បីដំណើរការប្រព័ន្ធត្រជាក់និងប្រព័ន្ធសុវត្ថិភាពសំខាន់ទីផ្សារការងាरमाពលបរមាណូអន្តរជាតិ IAEA បានព្រមានម្ដងហើយម្ដងទៀតថាការរំខានណាមួយដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីខាងក្រៅនឹងបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរនៃគ្រោះថ្នាក់អ៊ុយក្រែនការគំរាមកំហែងនេះកើតឡើងចំពេលដែលមានបទឆបាញ់ក្នុងតំបន់មួយដែលសម្របសម្រួលដោយ IAEA កាលពីថ្ងៃទី16មករាដើម្បីទទួលអនុញ្ញាតអ្នកបញ្ជាក់ទេសអ៊ុយក្រែនជួសជុលខ្សែបញ្ចូលអគ្គិសនីបម្រុងបានខូចខាតបាទបងប្អូននៅខាងអ៊ុយក្រែននិងរុស្ស៊ីក៏គេមានគណៈកម្មការបាត់ឈប់បាញ់ដោយតែកម្ពុជាយើងនឹងសៀមដែរប៉ុន្តែវានៅតែបាញ់បាទចរចានៅតែចរចាបណ្ដើបាញ់បណ្ដើបាទមិនដឹងថាសម័យថ្មីហ្នឹងគេចរចារបៀបនឹងសោះបងប្អូនទន្ទឹមនឹងនេះរបាយការណ៍បានបង្ហាញថាទីក្រុងមូស្គូបានចេញការព្រមានថាខ្លួននឹងវាយប្រហារលើមជ្ឈមណ្ឌលថាមពលក្នុងទីក្រុងគីវប្រសិនបើអ៊ុយក្រែននៅតែបន្តវាយប្រហារលើរោងចក្រចម្រាញ់ប្រេងនិងនាវាដឹកប្រេងរបស់រុស្ស៊ីជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់20អង្សាសេស្ថានភាពមនុស្សធម៌នៅតែបន្តអាក្រក់ទៅដែលធ្វើឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់រស់នៅខ្វះកម្ដៅទឹកស្អាតនិងអគ្គិសនីប្រើប្រាស់ក្នុងរដូវរងាបាទនៅខាងរុស្ស៊ីនៅខាងអ៊ុយក្រែនបងប្អូនគឺវេទនាជាងយើងទៀតបាទសង្គ្រាមនៅអ៊ុយក្រែនដោយសារខាងអ៊ុយក្រែនហ្នឹងខ្វះ
ទាំងឧស្ម័នខ្វះទាំងកម្ដៅប៉ុន្តែគេនៅតែទ្រាំទ្រអឺការពារទឹកដីរបស់គេមិនអោយរុស្ស៊ីនឹងមិនព្រមចុះចាញ់រុស្ស៊ីបងប្អូនរុស្ស៊ីវាយឡើងខ្ទេចប៉ុន្តែអត់ព្រមចុះចាញ់អត់ព្រមកាត់ទឹកដីឲ្យទៅរុស្ស៊ីទេសុខចិត្តស្លាប់បាទក្រាញ់រនាលនៅនឹងទោះបីគេផ្ដាច់រុស្ស៊ីផ្ដាច់អ៊ុកស៊ីសែនផ្ដាច់កម្ដៅធម្មពលក៏អ៊ុយក្រែននៅតែរស់បានបាទចុះទម្រាំយើងបាទយើងគឺជាដែនដីសវណ្ណភូមិអច្ឆរិយៈមួយដែលមានគ្រប់គ្រាន់បាទដែលអាចការពារប្រទេសជាតិយើងបានបាទអញ្ចឹងយើងមកមើលខាងអ៊ុយក្រែនម្ដងបងប្អូនបាទនេះគឺជាប្រធានាធិបតី Zelensky បាទប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី18ខែមករាបានអំពាវនាវដល់ប្រទេសនានាដល់ការគាំទ្រដើម្បីឲ្យប្រទេសរបស់លោកអាចពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកាន់តែរឹងមាំជាងមុនបាទអ៊ុយក្រែនកំពុងតែស្វែងរកជំនួយពីសហបណ្ដាប្រទេសផ្សេងៗដែលដើម្បីជួយក្នុងការគាំទ្រទៅលើដែនអាកាសរបស់អ៊ុយក្រែនបាទនេះកើតឡើងនៅពេលដែលរុស្ស៊ីនៅតែបន្តធ្វើការវាយប្រហារមកលើអ៊ុយក្រែនយោងតាមសារព័ត៌មាន NHK លោក Zelensky បានធ្វើការអំពាវនាវនេះនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យខណៈដែលយោធារុស្ស៊ីបានបន្តវាយប្រហារបណ្ដាញអគ្គិសនីរបស់អ៊ុយក្រែនបាទយោធារបស់រុស្ស៊ីនឹងនៅតែបន្តវាយទៅលើអ៊ុយក្រែនដូច្នេះហើយប្រធានាធិបតីអ៊ុយក្រែនក៏អំពាវនាវសូមសកលលោកដើម្បីជួយក្នុងការគាំទ្រការពារដែនអាកាសរបស់រុស្ស៊ីមកកាន់អ៊ុយក្រែនបាទការវាយប្រហារនេះបានកាត់បន្ថយការទទួលបានអគ្គិសនីនិងកម្ដៅរបស់ប្រជាជនស្របពេលដែលឥឡូវនេះជារដូវរងានៅក្នុងប្រទេសអ៊ុយក្រែនមេដឹកនាំបានសរសេរថាកងទ័ពរុស្ស៊ីបានបន្តវាយប្រហារលើទីក្រុងស៊ូម៉ាយហើយនិងសារ៉ាហ្គេវនិងតំបន់មួយចំនួនផ្សេងទៀតចាប់ពីថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃអាទិត្យបាទវាយរហូតបងប្អូនច្រើនឆ្នាំហើយនៅតែអត់ទាន់ចប់បាទរវាងសង្គ្រាមរុស្ស៊ីហើយនិងអ៊ុយក្រែនបាទឥឡូវនេះគឺធ្លាក់មកដល់កម្ពុជាយើងហើយរវាងចសៀមហើយនិងកម្ពុជាបាទគឺយើងឃើញថាតាំងពីរ៉ាំរ៉ៃតាំងពីយូរយារណាស់មកហើយគឺយើងដោះស្រាយនៅអត់ទាន់បានទេព្រោះចសៀមចង់បានរបស់យើងបាទកងកម្លាំងរុស្ស៊ីបានបន្តវាយប្រហារទីក្រុងស៊ូមីបាទរហូតបាទថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងប្រធានាធិបតីអះអាងថាការវាយប្រហារទាំងនោះក៏បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់2នាក់ស្លាប់និងរាប់សិបនាក់រងរបួសរួមទាំងកុមារម្នាក់ផងដែរលោក Zelensky បានគូសបញ្ជាក់បន្ថែមថាក្នុងកំឡុងពេលមួយសប្តាហ៍កន្លងមកកងទ័ពរុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកវាយប្រហារជាង1030គ្រឿងច្រើនមែនទែនបងប្អូនគឺរុស្ស៊ីអ៊ុយក្រែនបានបាញ់ដ្រូនរបស់រុស្ស៊ីរាប់ពាន់គ្រឿងដោយបងប្អូនឃើញស្រាប់គ្រប់បែកតាមអាកាសដឹកនាំប្រហែល1050គ្រឿងនិងមីស៊ីលចំនួន29គ្រាប់ផ្សេងគ្នាបាទគឺរុស្ស៊ីលេងឈុតធំដាក់អ៊ុយក្រែនបាទអ៊ុយក្រែនគឺរស់ទាំងត្រដោបងប្អូនយ៉ាងណាមិញមុនពេលប្រធានាធិបតីអ៊ុយក្រែនស្នើសុំប្រទេសជាច្រើនការពារដែនអាកាសខ្លួនកាលពីថ្ងៃទី12ខែមករាលោកក៏បានព្រមានដែរថាការវាយប្រហារតាមអាកាសថ្មីអាចនឹងកើតឡើងឆាប់ៗនេះខណៈដែលកម្លាំងសង្គ្រោះបន្ទាន់បានខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កម្ដៅនិងថាមពលឡើងវិញដល់ប្រជាជននៅទីក្រុងគៀវដែលរងការលំព័ទ្ធ
ជាង3ថ្ងៃបន្ទាប់ពីការវាយប្រហាររុស្ស៊ីលើគោលដៅថាមពលបាទគឺរុស្ស៊ីក៏បានវាយប្រហារទៅលើគោលដៅថាមពលបាទថាមពលកម្ដៅដែលនៅទីក្រុងនៅប្រទេសអ៊ុយក្រែនខេនេះគឺត្រជាក់ខ្លាំងដូច្នេះនៅខាងប្រទេសគេគឺគេមានថាមពលកម្ដៅអីចឹងជាដើមដោយឡែកគណៈប្រតិភូជនខ្ពស់អ៊ុយក្រែនមួយក្រុមគ្រោងជួបជាមួយនឹងប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff នៅសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីផែនការសន្តិភាពដែលមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នាទន្ទឹមនេះលោក Zelensky និងប្រធានាធិបតីអាមេរិកលោក Donald Trump នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកដែលនឹងចាប់ផ្ដើមនៅទីក្រុង Davos ប្រទេសស្វីសនាថ្ងៃច័ន្ទបាទអត្ថបទនេះគឺសាងឡើងដោយសៀងស្រីលក្ខបាទបងប្អូនចំពោះការតាមដានព័ត៌មានរបស់ខ្ញុំកន្លងមកនេះក៏សូមខន្តីអភ័យទោសនៅកំហុសខុសឆ្គងណាមួយបាទពុំមានបងប្អូនអាច comment មតិល្អៗកែមតិកែតម្រូវនៅខាងក្រោមនេះបានបាទសូមអរគុណសម្រាប់ការតាមដានកន្លងមកបាទសូមអរគុណសូមជម្រាបលា